រួមនេះទេតើនៅតែបន្តចាញ់តិចដូចមិនតម្លៃនៃការរួមនេះហ្នឹងវាពិតមែនហើយប្រសិនបើអ្នកប្រជាធិបតេយ្យដែលគិតថាមិនរួមគ្នាគឺច្បាស់ជាមិននិយាយថតដល់ថាចាញ់ទេគឺមិនបានការគ្រប់គ្រងពីប្រជាពលរដ្ឋទេប្រជាពលរដ្ឋគាត់មិនបោះឆ្នោតហើយទេគឺតែការរួមមួយដំណើរការបានហើយជោគជ័យក្នុងការច្បាច់គណៈបកឬក៏បញ្ជីជាមួយក្នុងការប្រកួតប្រជែងគណៈបកកាន់អំណាចតើការរួមបែបនេះវាជា model វាជាគំរូទៅដល់ហៅថាស្រទាប់ប្រជាជនក៏ដូចជាអ្នកនយោបាយទាំងមូលទេវាជាគំរូបើសិនជាការរួមនេះបានក៏ឬក៏គ្រាន់តែការរួមដើម្បីក្រុមអ្នកចតៃដើម្បីក្រុមអញដើម្បីបកពួកអញឬមិនប្រទេសមួយខ្លាំងវាតតែប្រទេសតតែប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងឬក៏អ្នកនយោបាយនៅក្នុងប្រទេសហ្នឹងត្រូវតែមានឯកភាពជាតិបាទសាមគ្គីជាតិឈានទៅដល់ការបាទវាជាគំរូមួយដែលអាចឈានទៅដល់ការរួមជាតិទាំងមូលសាមគ្គីជាតិទាំងមូលដែរខ្ញុំចង់សួរថាតើការបារម្ភផ្លេចខ្លាចទេនៅពេលដែលស្វែងរកការរួមអ្នកជាតបតៃច្បាច់បាក់ចូលគ្នាដើម្បីប្រកួតប្រជែងជាមួយបកកំណាចតើមានការបារម្ភខ្លាចមានបញ្ហាទៅការរលាយឬក៏ចោលប្រកាន់ផ្នែកណាមួយយើងធ្វើនយោបាយក្នុងបកប្រឆាំងហើយបើយើងភ័យខ្លាចគឺបាច់ធ្វើនយោបាយនៅក្នុងនាមជាគណៈបកប្រឆាំងទេហ្នឹងមួយណាបាទខ្ញុំគិតថារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជននឹងគឺចង់ឲ្យមានវត្តមានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាដែរពីព្រោះកាលណាមានវត្តមានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាគឺចង់បញ្ចប់ចាប់អ្នកនយោបាយគណៈបកប្រឆាំងនឹងឲ្យមកទទួលខុសត្រូវឧទាហរណ៍ដូចការឈ្លានពានពីប្រទេសថៃអញ្ចឹងប្រសិនបើក្នុងសភាមានតំណាងគណៈបកប្រឆាំងអញ្ចឹងតំណាងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភានេះក៏ត្រូវតែមានតួនាទីភារកិច្ចទទួលខុសត្រូវនៅក្នុងការឈ្លានពាននេះដែរបាទទទួលខុសត្រូវមានន័យថាទទួលទាំងត្រូវទទួលទាំងខុសតែធ្វើបែបណាការរួមនឹងទៅបានហើយទៅមុខកុំឲ្យនៅត្រឹងឬក៏ក្រាន់តែលោកមានជាកលឹះមួយពីរសម្រាប់ជាយោបល់ក្នុងការឲ្យពលរដ្ឋទូទៅដឹងផងក៏ដូចជាអ្នកនយោបាយផ្សេងៗដើម្បីឲ្យការរួមនេះធ្វើទៅបានទីមួយវាអាស្រ័យទៅលើឆន្ទៈនៃមេដឹកនាំរបស់គណៈបកមួយដែលជាអ្នកជាធិបតេយ្យហ្នឹងឯងអានឹងត្រូវមានឆន្ទៈពិតប្រាកដថាតើមេដឹកនាំទាំងអស់គ្នានឹងចង់បានការរួមនេះហើយតម្កល់ការរួមនឹងធំទេបើសិនជាយើងមានឆន្ទៈនិងតម្កល់ការរួមធំយើងរុញរឿងនេះធ្វើឲ្យបាន